Hello ស្ដីអ្នកគ្នាខ្ញុំបាន Spooky today ខ្ញុំប្រាប់អ្នកគ្នាអំពីអាពាហ៍សត្វមួយចំនួននៅក្នុង Grow Garden Part 6 នេះដែរខ្ញុំមកធ្វើការនិយាយអំពី Night Egg ម្ដងបាទ Night Egg ឥឡូវយើងចូលមកដល់សត្វទី1សត្វទី1គឺជាសត្វកាំបាម៉ាហើយអាពាហ៍របស់វាធ្វើឲ្យ fruit យើងរីកមាឌធំជាងមុន 1.50% ហើយឥឡូវយើងចូលមកដល់សត្វទី2គឺជាសត្វកង្កែបហើយ ability បង្កាបរៀងរាល់ពេល20នាទីវាធ្វើការបាញ់ទឹកឲ្យយើងបាញ់ទឹកនៅរុក្ខជាតិដែលនៅចិត្តហ្នឹងហើយយើងចូលមកដល់សត្វទី3គឺជាសត្វម៉ូហើយ ability របស់វារៀងរាល់ពេល80វិនាទីវាធ្វើការជីកដីដើម្បីស្វែងរកកណ្ដប់ហើយអាកណ្ដប់ហ្នឹងនៅក្នុង stock កន្លែងលក់របស់ gear អីដូចអា sprinkler អីហ្នឹងកន្លែងហ្នឹងឥឡូវខ្ញុំឧទាហរណ៍អ្នកនរគ្នាឆាប់យល់ពេលខ្លះវាអាចជីកបានលុយហើយពេលខ្លះវាអាចបានដបងសុំផ្ទះអីចឹងឥឡូវយើងចូលមកដល់ Echo Frog ហើយ ability របស់ Echo Frog រៀងដូចតង្កែបដែរability របស់វាគ្រាន់តែខុសគ្នា5នាទីអានេះវារៀងរាល់ពេល10នាទីវានឹងធ្វើការបាញ់ទឹកដូចគ្នាបាទហើយability វាមានតែប៉ុណ្្នឹងអត់សូវមានអីច្រើនទេឥឡូវយើងចូលមកដល់សត្វទី5គឺជាសត្វ Night Owl សត្វទីងទុយពេលយប់ហ្នឹង ability របស់វាគឺវាធ្វើការឲ្យ experience ទៅសត្វទាំងអស់ដែលយើងដាក់ហ្នឹង 0.22 ឬក៏ 0.25 ឥឡូវយើងចូលមកដល់សត្វចុងក្រោយគឺជាសត្វ Raccoon បាទខ្ញុំចូលចិត្តសត្វហ្នឹងខ្លាំងមែនតើនៅក្រៅអាសត្វហ្នឹងគឺជាសត្វចោលទាំងនៅក្រៅទាំងនៅក្នុង game ability របស់វារៀងរាល់ពេល15នាទីវាធ្វើការទៅលួចដំណាំរបស់ player ហើយឥឡូវយើងចូលមកដល់សត្វចុងក្រោយគឺជាសត្វ Kiwi និងសត្វទីទុយដែរអាហ្នឹងយើងទិញនៅក្នុង quest ត្រូវអាហ្នឹងយើងធ្វើ quest មិនបានឥឡូវយើងចូលសត្វទីទុយម្ដង ability របស់វាដូចតនោះដែរគ្រាន់តែនេះវាតិចជាងអានោះមើលវាគុណ experience ឲ្យយើងតវាដូចអានោះដែរគ្រាន់តែនេះបើតិចខ្លះវាបើ experience ឲ្យគ្នាយើងត 0.06% ឬក៏ 0.01% ឥឡូវយើងចូលមកដល់សត្វបន្ទាប់ទៀតគឺជាសត្វចុងក្រោយនៅក្នុងថ្ងៃនេះសត្វហ្នឹងឈ្មោះថាសត្វ Kiwi នៅក្រៅខ្ញុំអត់ដឹងអីដែរមើលទៅដូចទាប្រហែលសត្វទាហើយ ability របស់វារៀងរាល់60វិនាទីវានឹងធ្វើការកាត់បន្ថយ egg យើងនៅពេលដែលយើងដាក់ egg ភ្ញាស់កាត់បន្ថយខ្ពស់បំផុតគឺ20វិនាទីតិចខ្លាំងតែអត់ប្រយោជន៍ហើយវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងដែរចាំថ្ងៃក្រោយខ្ញុំចេញវីដេអូធ្វើបញ្ចប់បណ្ដោយយើងនៅសល់តែ2 egg ទៀតទេបើ egg មួយអាន egg តោះឥឡូវ goodbye see you again អ្នកនរគ្នា